សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងលើកយកប្រធានបទមួយដែលមានអ្នកជំងឺគាត់ឆ្ងល់ច្រើនមែនទែនគាត់សួរថាអ្នកគ្រូខ្ញុំញ៉ាំច្រើនណាប៉ុន្តែអត់ធាត់ទេឬក៏កូនខ្ញុំអ្នកគ្រូគាត់ញ៉ាំបាយច្រើនណាប៉ុន្តែហេតុអីក៏អត់ធាត់អញ្ចឹងវាគឺជាសំណួរដែលខ្លីប៉ុន្តែចម្លើយវែងថ្ងៃនេះខ្ញុំនឹងលើកយកនៅមូលហេតុខ្លះដែលធ្វើឲ្យយើងញ៉ាំច្រើនប៉ុន្តែយើងអត់ឡើងគីឡូសោះទី1គឺបញ្ហាការស្រូបនៃសារធាតុចិញ្ចឹមឬក៏យើងថាពោះវៀនរបស់យើងអត់មានសមត្ថភាពបឺតស្រូបសារធាតុចិញ្ចឹមពីចំណីអាហារទៅចិញ្ចឹមរាងកាយរបស់យើងនោះទេអញ្ចឹងអាហារមួយចំនួនធំដែលយើងបរិភោគចូលទៅភាគច្រើនចេញតាមលាមកដោយរាងកាយរបស់យើងអត់បានស្រូបយកសារធាតុចិញ្ចឹមទាំងអស់នោះយកទៅប្រើប្រាស់គ្រប់គ្រាន់នោះទេទី2ការឆ្លងនៃប៉ារ៉ាស៊ីតពួកប៉ារ៉ាស៊ីតបើសិនជានៅក្នុងពោះវៀនរបស់យើងវានឹងបឺតស្រូបជាតិស្ករវីតាមីនសារធាតុចិញ្ចឹមពីចំណីអាហាររបស់យើងដើម្បីយកទៅធ្វើការលូតលាស់ខ្លួនឯងដូច្នេះរាងកាយរបស់យើងក៏មិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីចំណីអាហាររបស់យើងផងដែរទី3អាចមកពីកត្តារាងកាយរបស់យើងរាងកាយមនុស្សខ្លះគាត់ញ៉ាំច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែរាងកាយរបស់គាត់ដុតបំផ្លាញកាឡូរីដែលបានពីចំណីអាហារនោះលឿនជាងមនុស្សធម្មតាអញ្ចឹងក៏ធ្វើឲ្យកាឡូរីដែលគាត់ញ៉ាំចូលឆាប់ថយចុះផងដែរក្រៅពីការដុតរំលាយអាហារលឿនដែលគេហៅថា fast metabolic ក៏អាចជាមូលហេតុមួយទៀតគឺកត្តា genetic បានន័យថាមនុស្សខ្លះគាត់កើតមកគឺសែនរបស់គាត់គឺដុតបំផ្លាញកាឡូរីឬក៏ចំណីអាហារដែលញ៉ាំចូលលឿនជាងមនុស្សធម្មតាអាហ្នឹងគឺកំណើតរបស់គាត់តែម្ដងហើយចំពោះអ្នកជំងឺទឹកនោមផ្អែមក៏ដូចជាអ្នកជំងឺពោះកដែលគេហៅថា hyperthyroidism ហ្នឹងបានន័យថាពោះកដោយសារតែគាត់លើសប្រពេញទីរ៉ូអ៊ីតហ្នឹងក៏ធ្វើឲ្យការបឺតស្រូបនៃជាតិស្ករក៏ដូចជាសារធាតុចិញ្ចឹមនានាតែចិញ្ចឹមរាងកាយក៏ធ្លាក់ចុះផងដែរជាពិសេសជាងនេះទៅទៀតអ្នកខ្លះគាត់ញ៉ាំបានច្រើនមែនប៉ុន្តែគាត់បញ្ចេញសកម្មភាពក៏ច្រើនដែរអញ្ចឹងធ្វើឲ្យការដុតបំផ្លាញកាឡូរីជាមួយនឹងការហូបចុករបស់គាត់ហ្នឹងគឺវាអត់សមាមាត្រគ្នាបែរថាគាត់ញ៉ាំកាឡូរីរបស់គាត់1000កាឡូរីប៉ុន្តែដោយសារតែគាត់មានសកម្មភាពច្រើនពេកអញ្ចឹងធ្វើឲ្យមានការដុតកាឡូរីក៏កាន់តែខ្ពស់ដែរអញ្ចឹងបានធ្វើឲ្យគាត់អត់មានសេសសល់កាឡូរីនៅក្នុងរាងកាយរបស់គាត់នោះទេហើយចំណុចចុងក្រោយនេះគឺសំខាន់មែនតើមានន័យថាចំណីអាហារដែលគាត់ញ៉ាំចូលទៅគាត់គិតថាគាត់ញ៉ាំច្រើនប៉ុន្តែអាហារដែលគាត់ញ៉ាំទាំងអស់ហ្នឹងគឺមានកាឡូរីទាបមែនតើឧទាហរណ៍គាត់ញ៉ាំពួកបន្លែពួកផ្លែឈើឬក៏ពួកសុទ្ធខ្លះដែលមានកាឡូរីទាបអញ្ចឹងធ្វើឲ្យរាងកាយរបស់គាត់អត់មានកាឡូរីខ្ពស់គ្រប់គ្រាន់ទេគាត់គួរតែយល់ដឹងពីតើចំណីអាហារណាខ្លះដែលមានកាឡូរីខ្ពស់ខ្ញុំឧទាហរណ៍ដូចជា100 ក្រាមនៃគ្រាប់ធញ្ញជាតិវាផ្ដល់កាឡូរីរហូតដល់400ទៅ600គីឡូកាឡូរីបានតែជាកាឡូរីដែលខ្ពស់ចំពោះបន្លែបៃតងខ្លះគឺមានកាឡូរីទាបមែនតើយើងញ៉ាំ100 ក្រាមនៃកាឡូរីនៃបន្លែបៃតងគឺផ្ដល់កាឡូរីតែ50-60គីឡូកាឡូរីបានថាវាទាបសុទ្ធក៏អញ្ចឹងដែរសុទ្ធផ្ដល់កាឡូរីតែត្រឹម70កាឡូរីអីទេអញ្ចឹងវាទាបមែនតើអញ្ចឹងទោះបីយើងញ៉ាំច្រើនប៉ុណ្ណាក៏សារធាតុចិញ្ចឹមរបស់យើងក៏ទាបតាមនឹងដែរឧទាហរណ៍របស់ដែលមានកាឡូរីខ្ពស់មានដូចជាពួកសាច់ជ្រូក3ជាន់មានដូចជាពួកសាច់គោគឺកាឡូរីខ្ពស់ហាបឺក៏មានកាឡូរីខ្ពស់ដែរអញ្ចឹងយើងគួរតែសិក្សាពីចំណីអាហារណាដែលមានកាឡូរីខ្ពស់ហើយយើងញ៉ាំរបស់ដែលមានកាឡូរីខ្ពស់បានធ្វើឲ្យគុណភាពនៃកាឡូរីនៅក្នុងខ្លួនរបស់យើងហ្នឹងថាមពលនៅក្នុងខ្លួនរបស់យើងមានគ្រប់គ្រាន់ហើយបានធ្វើឲ្យយើងឡើងគីឡូបានហើយបើអ្នកទាំងអស់គ្នាចង់ដឹងពីតើអាហារមួយណាដែលមានកាឡូរីទាំងប្រមាណអ្នកទាំងអស់គ្នាអាចខមមិននៅក្រោមវីដេអូនេះបានខ្ញុំនឹងចេញវីដេអូក្រោយដែលតាក់ទងជាមួយនឹងកាឡូរីនៃអាហារនីមួយៗដែលយើងញ៉ាំដូច្នេះពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបើមានចម្ងល់អីតាក់ទងជាមួយនឹងបញ្ហាដែលញ៉ាំទៅអត់ធាត់ទៀតអាចខមមិននៅខាងក្រោមនេះបានខ្ញុំនឹងបកស្រាយបន្តជួបគ្នានៅវីដេអូក្រោយបាយបាយ